bà bóng phốt bóng mai tháng này trong nòm lục ổn bình định nhờ rốt tháng trên pin đông tích bà cả ná đại ổn vì phía bài ta mà rom chấn tới gì bình định đòm buồn cổ bà dựng vậy thà bình định kêu cố chấn muôn nâng nì dây bịa bình định còn tại rút bà sắp mùi nâng ổn prai chênh thì bà vậy thà mình đăng thà rút bà sắp nâng thiệt bà chay mau bị ấy đi chăm khi nhông prap bình định mau bị bắn đê nâng ý tạc bà prai thà nè miền bánh nhà và có đòi bánh nhà chẳng bẩn đất về miền pì đất bột để chạ nâng bẩn đất à chạ chẳng miền trà nè còn ta tha lộn mình bàn vô ha lộn vô tại chọp cách ca nghe còn tay mình sẽ ca nó đom cái tệ bà ca phải dụt phải chăng cho mùi không mang cho thầy liên tiền nó lộn miền bé đô chỉ không ai ca nát đây ôn cái tha bẩn đất miền tại mà tộc mua là bỏ ôn hay vô bạc man vô chùm nôn từ vô về chùm mùi nâng bà bò đặc tế chùm mùi nâng Việt Nam chùm mùi nâng Thái cứ khó hỏi xong cắn côn nộp hiệp xong mặt tập hiệp bà cho bà tha tối tại tắn bà tối ở đôi smile cần trời bà ở đôi đam tràn cho bỏ giang ná con nơi tay bà mình rồi lùm xù vật xoài cài nửa nìl chẳng muốn nâng ôn vì phía xong ôn trừ chết bằng buồn phần tì mùi chết bảo vật ta xa ba hai bật tì pi bà squall phô mà xa nhiều bài tì bay vô pi sập hiệp ca này vô bài bị phục lốt bài pruol trong này tì buôn sầm khăn à bà đăng piจะทานភាពស្រុកទេសបាទស្រុកទេសយើងកំពុងតែចោលថៃឆ្លៀនពៀនអញ្ចឹងយើងត្រូវដឹងពីស្ថានភាពស្រុកទេសយើងបាទអញ្ចឹងយើងត្រូវរកពួកចារៈបុរសរនុកក្នុងពួកសេពគប់សត្រូវពួកឲ្យដៃខ្មាំងជាអ្នកណាហើយត្រូវស្វែងយល់សិក្សាធ្វើម៉េចជួយបាទផ្ដល់គំនិតមតិយោបល់យុទ្ធសាស្ត្រហើយណាដើម្បីឲ្យខ្មែរសាមគ្គីគ្នាដើម្បីឲ្យខ្មែរនឹងធ្វើពិធីការអញ្ចឹងខ្ញុំសូមលើកបាទអាវុធរបស់កម្ពុជាទាំង5ចុះទី1កម្ពុជាមានវីរៈកងទ័ពអង្គអាចក្លាហានអានឹងវុធរបស់កម្ពុជាបាទតស៊ូដើម្បីការពារទឹកដីហើយមានសម្ដេចដេជោដែលលោកបានឆ្លងកាត់សមរភូមិមុខហ្នឹង105លើកហើយដល់ពេលលោកប្អូននិយាយថាយើងចាញ់គេគ្រប់សមរភូមិណាសមរភូមិប្រែថាកន្លែងច្បាំងគ្នាបាទអញ្ចឹងលោកប្អូននិយាយអញ្ចឹងវាដូចបំបាក់ទឹកចិត្តកងទ័ពដូចបំបាក់បាទមន្ត្រីដែលលោកខំប្រឹងដើម្បីការពារទឹកដីហើយនឹងទាមទារយកទឹកដីប្រាសាទយើងមកវិញនឹងទី1គឺយើងមានអាវុធគឺវីរៈកងទ័ពដ៏អង្អាចទី2កូនខ្មែរតយុទ្ធដោយមតិដោយការខមមិននឹងវាយបកទៅព័ត៌មានคล้ายប្រជាជនខ្មែរឥឡូវលោកមានបញ្ញាបាទមានសតិសម្បញ្ញៈដឹងព័ត៌មានណា fake លោកវាយបកទៅវិញមិនថាពួក fake បានព័ត៌មានពួកបំរើចៅថៃនឹងមកតាមច្រកណាលោកវាយបកភ្លាមបាទជាពិសេសយើងឃើញបងប្អូនយុវជនវាយបកវាយពួកប្រឆាំងដែលយកព័ត៌មានពីចៅថៃហើយបងប្អូននារីហ្នឹងបាទខំប្រឹងវាយប្រហារលាតត្រដាងបាទពួកចៅថៃដែលវាស្កេមផងរឿងគ្រឿងញៀនផងរឿងចោរកម្មនៅបាងកកនេះច្រើនផងឃើញគេរៀបយុទ្ធសាស្ត្រចឹងហ្នឹងគឺអាវុធទី2អាវុធទី3គឺអាវុធការទូតយើងឃើញហើយជាសមរភូមិមួយដែលនិយាយពីរឿងច្បាប់អន្តរជាតិអញ្ចឹងមានសម្ដេចបវរធិបតីមានបាទឯកឧត្តមប្រាក់សខុនមានឯកឧត្តមកែវជាបាទកែវជា
ចឹងលោកខ្លាំងណាស់លោកមានសមត្ថភាពឃើញទេនឹងដោយសារតែមានមន្ត្រីឆ្នើមខ្លាំងដោយសារមានថ្នាក់ដឹកនាំខ្លាំងបានចោលថៃវាដូរនាយករដ្ឋមន្ត្រីអស់4ក្បាលមកហើយណាប្រវត្តិរបស់សម្ដេចតេជោបើអត់មានសម្ដេចតេជោខ្មែរកលយុគអស្ថិរភាពសង្គ្រាមទៀតចោលសៀមចោលថៃនេះវាលួចធ្វើឃាតសម្ដេចតេជោទៀតនោះចឹងសូមលោកប្អូនមុននឹងវិភាគបើខ្មែរតូចមិនខ្លាំងទេមិនបានឈរជើងដល់ប៉ុណ្ណេះទេវាយោទឹកដីបានតាំងពីយូរនោះណាតាំងពី2008មកហ្នឹងមួយទៀតបងប្អូនអាវុធដ៏សំខាន់មួយទៀតអាវុធទី4គឺប្រជាជនមន្ត្រីនិងប្រជាជនធ្វើពិហិការឈប់ប្រើឈប់ទិញទំនិញចៅថៃនេះឃើញខ្លាំងណាស់អាវុធហ្នឹងទី5គឺខ្មែរកម្ពុជាសាមគ្គីគ្នាជាធ្លុងមួយហ្នឹងអាវុធទាំង5ហ្នឹងហើយដែលយើងឈ្នះនៅសមរភូមិនេះណាសូមផ្ដាំទៅលោកប្អូនញិលរដ្ឋាដែលថាងយើងចាញ់គេគ្រប់សមរភូមិបងអូនរៀនម្ដងទៀតបងអូនបាទ